វីដេអូមួយនេះសម្រាប់បងគាត់សួរខ្ញុំច្រើនថាខ្ញុំរកលុយបានប៉ុន្មានពី YouTube ចឹងណាអញ្ចឹងខ្ញុំបង្ហាញ channel នេះមួយដោយសារ channel នេះខ្ញុំទៅតែស្នើបានប្រហែលជា6-7 ខែទេអញ្ចឹងណាចង់ដឹងថាវារកលុយបានប៉ុន្មានខ្លះអញ្ចឹង channel មួយនេះយើងចូលមកកន្លែងនេះមកអ្នកនរគ្នានេះចូលឆែកមកនេះកន្លែងរូបនេះមកបន្តទៀតនេះទាំងមួនៃអាយុនៃដែលខ្ញុំតាំងពីខ្ញុំរកលុយមកមួយវាអញ្ចឹងអ្នកនរគ្នាឃើញហើយលុយ YouTube channel នេះខ្ញុំរកបាន$80ជាងដោយសារ content របស់ខ្ញុំនេះវាជា content ខ្មែរអញ្ចឹងវារកលុយបានតិចទេអ្នកគ្នាបាទវីដេអូខ្លះអ្នកគ្នាមើលតាមវីដេអូទៅវីដេអូដែលផ្ទុះបានលុយច្រើនមានតែរបៀបកើត paper នេះមួយអាហ្នឹងដូចជា 40k view ជាងអ្នកគ្នាបាទបាន$40ហ្នឹង 43k ខាងក្រោមហ្នឹងដូចគ្នាប្រកាសផាសដែរ 12k ជាងហើយយើងរកលុយបានប្រហែល$11ជាងហ្នឹងឯងតាំងពីខ្ញុំដាក់ពាណិជ្ជកម្មមកអ្នកនរគ្នាអញ្ចឹងសម្រាប់បងក៏សួរថា YouTube អាចបដូរអាជីពយើងបានអត់ទេទៅអាហ្នឹងបើសិនជាយើងធ្វើត្រូវវាបានលុយច្រើនអីចឹងណាប៉ុន្តែបើយើងអត់សូវប្រកែធ្វើក៏បានវាតិចតួចដែរអ្នកគ្នាអញ្ចឹងណាសម្រាប់ខែហ្នឹងគឺខ្ញុំរកបានចំនួន$13.82សេនដែរអញ្ចឹងណា$13.82សេនដែរនិយាយទៅខ្ញុំចេះតែធ្វើទៅដោយសារតែយើងស្រឡាញ់ណាយើងចង់សាកបងស្គាល់រសជាតិអីចឹងណាតែ YouTube នេះខ្ញុំមិនទៅតែធ្វើទេខ្ញុំធ្វើយូរហើយតែ channel មួយនេះគឺខ្ញុំធ្វើបែប content ខ្មែរដោយសារខ្ញុំធ្វើពីរបៀបបង្រៀនបង្កើតអីចឹងទៅពីរបៀបការរកលុយតាម online អីចឹងទៅអ្នកនរគ្នាបែប content ផ្សេងដូចខ្ញុំធ្វើបែប cooking ធ្វើម្ហូបអីអាហ្នឹងជាងរកបានមួយផ្នែកផ្សេងចឹងណានិយាយទៅចំណូលសរុបវាខ្ទង់បាន200-300ដែរទាំងអស់ណាអ្នកគ្នាដោយសារតែ AdSense ខ្ញុំភ្ជាប់គឺ2 AdSense អញ្ចឹងណាដោយសារខ្ញុំផ្សព្វបំបីគ្នាអញ្ចឹងមានតែប៉ុណ្្នឹងឯងអ្នកគ្នាមើលទៅចំនួនទឹកលុយមានតែប៉ុណ្្នឹងបើសិនជាអ្នកគ្នាចង់ធ្វើក៏ចាប់ដើមធ្វើទៅសាកល្បងធ្វើវាសិនទៅអ្នកគ្នាបាទយើងអត់អាចឃើញយើងអត់តាន់ធ្វើយើងក៏តែយើងធ្វើបានណាមានតែយើងសាកល្បងធ្វើវាសិនហ្នឹងហើយជោគជ័យឬមិនជោគជ័យអាហ្នឹងយើងចាំគិតមើលទៀតអញ្ចឹងណាគិតតាមក្រោយទៀតដោយសារខ្ញុំចេះតែធ្វើតាមអ្វីដែលខ្ញុំគិតឃើញគិតចេញណាលទ្ធផលបានមិនគឺអញ្ចឹងហើយអញ្ចឹងលទ្ធផលបានគឺយើងបានលុយអ្នកគ្នា